បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនពីរបៀបនៃការប្រើ tool បង្កើត account auto បាទអញ្ចឹងសម្រាប់បងប្អូនមួយចំនួនគឺចង់ទិញ tool បង្កើត account ក៏ប៉ុន្តែពេលខ្លះប្រើអត់បានប្រើអត់កើតអញ្ចឹងណាបាទនឹងអញ្ចឹងតកតងការប្រើប្រាស់គឺងាយស្រួលទេអញ្ចឹងរបៀបបង្កើតគឺទីមួយយើងចូលមកកំណត់កន្លែង setting សិនបាទអញ្ចឹងនៅពេលដែលយើងចូលមកដល់កន្លែង setting គឺកន្លែងនេះបើសិនករណីបងប្អូនអត់ចេះប្រើទេបងប្អូនទុកវា default អញ្ចឹងទៅអញ្ចឹងណាបាទហើយកន្លែងចំណុចនេះគឺជាកន្លែងសម្រាប់ verify ជាមួយទៅនឹង Gmail បាទបង្កើតFacebook ហើយ Facebook ទាមទារ verify code អីចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលបង្កើត full verify គឺកន្លែងនេះគឺយើងត្រូវ select រើសយក website ណាមួយដើម្បី verify មួយ Gmail អញ្ចឹងណាបាទហើយសម្រាប់បងប្អូនក៏អាចជ្រើសរើសយក website ផងខ្ញុំផ្ទាល់ផងដែរអាចទិញ Gmail ទិញអីចេញពី website ផងខ្ញុំដើម្បី verify មួយ account Facebook ណាបាទហើយតាក់ទងការselect រើសយកបងប្អូនគ្រាន់តែចូលទៅក្នុង website ផងខ្ញុំទៅបាទយើងចូលមក website ផងខ្ញុំមកបងប្អូនវាយពាក្យ sauhum.com ហ្នឹងមកបាទចូលមកក្នុង website ផងខ្ញុំហើយគឺបងប្អូនធ្វើការ register account មួយហើយបងប្អូនធ្វើការ deposit លុយចូលអញ្ចឹងណាបាទដាក់លុយចូលអញ្ចឹងទៅហើយបន្តមកទៀតបងប្អូនចុចលើកន្លែង API នេះបាទចុចលើកន្លែង API ហ្នឹងហើយចូល copy កន្លែង API ហ្នឹងមកអញ្ចឹងណាហើយតាក់ទងទៅនឹងការ purchase mail ទិញ mail អីតម្លៃ mail គឺបើសិនករណីបងប្អូនរើសយកdomain mail វារៀងធូរប៉ុន្តែបើសិនករណីបងប្អូនចង់បង្កើតជាមួយទៅនឹង Gmail បាទគឺវាអស់0.09 សេនអញ្ចឹងណាក្នុងមួយ Gmail បាទអញ្ចឹងនេះបងប្អូនគាត់ copy API ហ្នឹងយកមកផាសចូលកន្លែងហ្នឹងទៅហើយបន្តមកទៀតកន្លែងនេះបើសិនករណីបងប្អូនប្រើ LD យើងរើសយក Wi-Fi ហើយបើសិនជាករណីបងប្អូនប្រើ phone farm បងប្អូនរើសយក 4G តោះណាបងប្អូនបាទអញ្ចឹងហ្នឹងហើយអញ្ចឹងយើងកំណត់តែប៉ុណ្្នឹងទៅបាទហើយកន្លែងនេះគឺយើងមិនបាច់ធ្វើអីទេយើងទុក default វាទៅបាទនេះក៏ដោយបាទកន្លែងនេះក៏ដោយក៏ទុក default ទៅហើយកន្លែង password នេះគឺបងប្អូនអាចកែបានបងប្អូនចង់ដាក់ custom password ឬក៏ចង់ឲ្យវា random password Facebook អីខ្លួនវារើសយក random ទៅអញ្ចឹងណាបាទហ្នឹងហើយកំណត់តែប៉ុណ្្នឹងហើយគឺយើងធ្វើការចុច save វាទៅណាបាទហើយបន្តមកទៀតអានេះគឺបើសិនករណីបងប្អូនប្រើមួយ LD បងប្អូនគ្រាន់តែបើក LD ទៅវា load មកផ្ទាំងនេះហើយមានម៉ានដើមអញ្ចឹងណាអានេះខ្ញុំប្រើមួយទូរស័ព្ទអូខេអញ្ចឹងខ្ញុំselect តែ3ដើមទេឧទាហរណ៍ជូនដល់បងប្អូនអរគ្នាហើយទូរស័ព្ទរបស់ខ្ញុំ3ដើមនេះគឺខ្ញុំបញ្ចូលលុយហើយអញ្ចឹងណាបាទផ្សេងអត់តបញ្ចូលលុយអញ្ចឹងខ្ញុំ select យកតែ3ដើមបានណាអញ្ចឹងខ្ញុំចុចយក start ទៅអញ្ចឹងណាបាទចុច start ទៅគឺវាចាប់ផ្ដើមរ៉ាន់ហើយអូខេឥឡូវខ្ញុំចុច show screen បាទចុច show screen បាទដើម្បីបង្ហាញពីដំណើរការបង្កើត account ឲ្យបងប្អូនមើលអញ្ចឹងណានេះបាទអូខេអញ្ចឹងខ្ញុំចុច show screen ឲ្យបងប្អូនអរគ្នាមើលអូខេអញ្ចឹងនេះវាចាប់ផ្ដើមរ៉ាន់នេះបងប្អូនឃើញទេវាចាប់ផ្ដើមធ្វើអីគេ off on airplane mode វាបិទ airplane mode ដើម្បី random IP បាទ random IP ហ្នឹងកុំឲ្យ Facebook វាចាប់ IP អញ្ចឹងទៅពេលយើងបង្កើតទៅវាខូច account ខូចអីចឹងណាបាទអញ្ចឹងអានេះខ្ញុំប្រើជាមួយទៅនឹង phone farm បាទហ្នឹងហើយដើម្បីឲ្យវា random IP ទៅគឺ Facebook វាអត់ចាប់ IP យើងបង្កើត account បានច្រើនអញ្ចឹងណាបាទជោគជ័យបានច្រើនហើយបើមិនកាន់តែយើងប្រើជាមួយទៅនឹង LD Facebook វាអាចចាប់ IP បាទចាប់ IP យើងបង្កើត account មកវាអាចនឹងខូចច្រើនបាទអញ្ចឹងវាអត់រស់ទេអញ្ចឹងណា account ណាបាទវាអាច disable អីចឹងទៅបាទប៉ុន្តែបើសិនករណីបងប្អូនប្រើ phone farm នេះមួយដើមតែ8 10រៀលទេបងប្អូនបាទ 6A បាទ 6A បាទអញ្ចឹងយើងបង្កើតមកគឺភាគរយនៃ account ដែល live គឺ live ច្រើនខ្ញុំសូមបញ្ជាក់ជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងណាបាទហើយបងប្អូនទិញទៅអត់ខាតទេបាទខ្ញុំធានា 100% គឺដឹងថា rec បាន account ជោគជ័យបានច្រើនអញ្ចឹងណាបងប្អូនបាទអូខេឥឡូវបងប្អូនទាំងអស់គ្នាអាចមើលដល់ចប់ទាំងអស់គ្នាណាបាទហើយមើលឲ្យដល់ចប់ទៅថា account ពេលដែលយើង rec មកវាបានlive បាន account អីចឹងទៅបាទជោគជ័យ full មែនអត់ចឹងណាបាទបងប្អូនដែលចង់ទិញបងប្អូនមើលដល់ចប់ណាជៀសវាងពេលបងប្អូនទិញហើយចំណាយលុយចំណាយកាក់ខាតពេលវេលាខាតលុយអីចឹងណាបាទខាតពេលអីចឹងខ្ញុំអត់ចង់ឲ្យបងប្អូនខាតពេលទេបាទហើយបើបងប្អូនចង់ខាតពេលយើងមើលទៅចំណាយពេលត្រឹម5នាទី10នាទីអញ្ចឹងមើលវីដេអូខ្ញុំដល់ចប់ទៅណាបាទហ្នឹងហើយអូខេអញ្ចឹងបងប្អូនឃើញហើយគឺវាអូតូខ្លួនវាទាំងអស់បំពេញ info មានព័ត៌មានតិនអីនៅក្នុងនឹងទាំងអស់អញ្ចឹងណាបាទតាំងពីការដាក់ upload cover នេះបាទតាំងពី upload profile តាំងពីចាក់ 2FA បាទ backup profile អី run មួយ tool អីផ្សេងៗគឺខ្ញុំមាន function គ្រប់ទាំងអស់អញ្ចឹងណា
បាទអូខេអញ្ចឹងយើងមើលទៅយើងមើលដល់ចប់ទៅអញ្ចឹងណាបាទអានេះខ្ញុំរានតែ3ដើមណាបងប្អូនបាទហើយបងប្អូនអាចមើលការបច្ឆេតបានថ្ងៃនេះថ្ងៃទី2បាទខែ3ថ្ងៃ2ខែ3ណាបាទ2026បាទមិនវីដេអូតាំងពីណាពីណីមកចេះតែយកទៅផុសទេបាទអូខេហ្នឹងនេះអញ្ចឹងបងប្អូនឃើញនេះគឺពេលដែលយើងបង្កើតមកគឺវាចូលទៅទិញអ៊ីមែលអីឲ្យអូតូហ្មងនេះបងប្អូនឃើញបាទទិញអ៊ីមែលហើយពេលដែលវាដាក់អ៊ីមែលចឹងហើយវានឹង send code ទៅអ៊ីមែល send code ទៅអ៊ីមែលហើយ tool វាចាប់ code យកមកបំពេញ field ដាក់ឲ្យយើងអូតូដូចគ្នាអញ្ចឹងណាបងប្អូននេះអញ្ចឹងបងប្អូនឃើញចឹងស្រាប់ហើយបាទហើយខ្ញុំតានីឲ្យបងប្អូនថា rec ចូល 100% ហ្មងអញ្ចឹងណាបាទ rec ចូលបានច្រើននិយាយចំ rec ចូលបានច្រើនមិនមែនថា rec ទៅដឹងតែ live គ្រប់ account ទាំងអស់ទេវា live ភាគរយគឺបានច្រើនសូមបញ្ជាក់ជូនបងប្អូនអញ្ចឹងបើសិនករណីបងប្អូនរៀប phone farm ចេះបាទហើយមួយដើមតែ8 10រៀលទេមួយដើមហ្នឹងrec បានមួយថ្ងៃ200 account មួយថ្ងៃបង្កើត200 account អញ្ចឹងណាបាទអូខេអញ្ចឹងយើងរៀងរងចាំមើលវាបានតិចទៅបងប្អូនណាបាទនេះវាដល់កន្លែង confirm លេខ code អញ្ចឹងពេលដែល send code មកគឺវា confirm code confirm អីឲ្យយើងអូតូបន្តិចមកអញ្ចឹងណាបាទអញ្ចឹងបងប្អូនចាំមើលទាំងអស់នេះហើយ account នៅពេលដែលយើង rec បានហើយគឺវា load ចូលកន្លែង win នេះបងប្អូនបាទ load ចូលកន្លែង win នេះបាទឥឡូវបងប្អូនឃើញណាអត់ទាន់មាន account មួយទេណាបាទអត់ទាន់មាន account មួយទេអូខេឥឡូវខ្ញុំបិទតិចខ្ញុំភ្លេច save មិញបាទនេះបាទឥឡូវអត់ទាន់មាន account មួយណាបងប្អូនចាំមើលដល់ពេលតែ rec បានហើយគឺវា load ចូលមកក្នុងកន្លែង win ហ្នឹងអញ្ចឹងណានេះ load ចូលមកកន្លែងនេះបាទអូខេឥឡូវវាកំពុងតែដាក់ email បាទ confirm code អីយើងរងចាំវាបន្តិចទៅបាទអូខេនេះបងប្អូនឃើញវាដាក់លេខកូដអា account នេះ line មួយនេះបងប្អូនអញ្ចឹងពេលដែលវា load line ចេះវាអត់តន់ចូលមកខាងក្រោមនេះភ្លាមទេវា process នៅបន្តិចទៀតបាទវានៅអីគេធ្វើអីគេវានៅចាក់ profile វាចាក់ 2FA អីចឹងទៀតចឹងណាបាទពេលដែលវា run អា process នេះចប់ដាក់ profile ដាក់អីហើយអស់បានវាចាប់ data បាទតិន័យ account មាន UID មាន password មាន 2FA បាទចូលកន្លែង win នេះបាទចូលមកកន្លែង account ដែលយើង rec បាន success ហ្នឹងណាបាទអូខេអញ្ចឹងបាន2 account បាត់ទេ3 account បាត់ទេអញ្ចឹងដាក់គាត់ដាក់ run មកមិញហ្នឹង3 account ចូល3 account បាត់ទេអញ្ចឹងបងប្អូនទិញទៅយកទៅប្រើដឹងតែចំណេញហើយបងប្អូនណាបាទយើងអត់ចាំបាច់អង្គុយចុចដៃអីមួយទេជាពិសេសអ្នករកស៊ីអ្នកធ្វើការអីចឹងណាបាទយើងបើកធូរដាក់រានចោលអូតូទៅយើងការងារអីផ្សេងយើងមានការងារច្រើនយើងទៅធ្វើការងារផ្សេងទៀតណាបាទយើងទុកចោលទៅបាទយើងបើខ្ញុំវិញទៅពេលយប់ឡើងខ្ញុំដាក់រានចោលមនុស្សដេកការងារនៅដដែលអញ្ចឹងណាបាទព្រោះយើងដេកលក់ក៏ធូរវានៅតែធ្វើការឲ្យយើងដែរសំខាន់កុំឲ្យតែដាច់ភ្លើងដាច់អ៊ីនធឺណិតបាទកុំតែលុតទៅបានបាទវាដឹងតែដើរ 100% ណាបាទខ្ញុំធានាជូនអូខេនេះបងប្អូនឃើញវាបង្កើតទៅវាចាក់ profile ចាក់អីឲ្យយើងមក set អញ្ចឹងណាបាទ upload profile អីចឹងណាបាទវីដេអូនេះខ្ញុំអត់កាត់តណាបងប្អូនកុំច្រឡំថតចាក់ស្ដែងឲ្យបងប្អូនមើល direct រហូតផងអញ្ចឹងបាទនេះបងប្អូនឃើញវាចាក់ 2FA នេះបងប្អូនអញ្ចឹងពេលយើងបង្កើតបានហើយ account វា load ចូលមកនេះកន្លែងនេះហើយយើងចុចលើកន្លែង win ហ្នឹងទៅយើងយក account ហ្នឹងទៅ log in បានហើយបាទយកទៅ log in ដាក់ run មួយ tool បាទ log ចូលទូរស័ព្ទបាទ computer អី log បានទាំងអស់ហ្នឹងហើយវាអត់ខុសគ្នាពី account យើងបង្កើតដៃទេគ្រាន់តែ tool គ្រាន់តែមួយយើងបង្កើតដោយ tool មួយយើងបង្កើតដោយដៃតែប៉ុណ្្នឹងឯង
បាទនេះឃើញទេដល់ពេលវាបង្កើតបានមកហើយវាលោតចូលតទៀតចឹងណា account ដែលឡាយវាលោតចូលមកកន្លែងវិញហ្នឹងហើយ account ដែលខូចចូលកន្លែងនេះបាទបាន2បាត់ហើយណាចឹងបងប្អូនចំណាយពេលត្រឹមតែ7នាទីហ្នឹង7នាទីបានaccount 2 3បាទហើយយើងភ្ជាប់កាន់តែច្រើនទូរស័ព្ទយើងដាក់កាន់តែច្រើន account យើងបង្កើតបានកាន់តែលឿនបាទកាន់តែច្រើនចឹងណាអញ្ចឹងបើសិនជាមកដើមនេះវាបង្កើតបាន200 account ចុះបើសិនជាបងប្អូនរៀប10ដើមមួយថ្ងៃចូលចិត្ត 2k បាត់ហើយសំខាន់បាទឲ្យតែបងប្អូនមានលទ្ធភាពរៀបទូរស័ព្ទបានដើមអញ្ចឹងណាបាទអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទហើយបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទិញ tool ផងខ្ញុំបាទអាចឆាតតាក់ទងមកក្នុង page ខ្ញុំបានបាទសូមអរគុណ